大家好，我叫妍妍，我叫何娜莎，我们在现代教育学校学习。我读，我翻译。苹果。海报。你好，我叫安迪。ជំរាបសួរ ខ្ញុំឈ្មោះ 安迪。我喜欢苹果。ខ្ញុំចូលចិត្តផ្លែប៉ោម 我不喜欢梨。ខ្ញុំមិនចូលចិត្តផ្លែសេរីទេ 我的妈妈喜欢苹果。ម៉ែរបស់ខ្ញុំចូលចិត្តផ្លែប៉ោម 她不喜欢香蕉。គាត់មិនចូលចិត្តផ្លែចេកទេ 我的爸爸喜欢橘子和西瓜。ប៉ារបស់ខ្ញុំចូលចិត្តក្រូចឃ្វិតនិងផ្លែឪឡឹក 他不喜欢草莓。គាត់មិនចូលចិត្តផ្លែ strawberry ទេ 我的妹妹也喜欢苹果。 ប្អូនស្រីរបស់ខ្ញុំចូលចិត្តផ្លែប៉ោមដែរ 我最喜欢的水果是西瓜。 ផ្លែឈើដែលខ្ញុំចូលចិត្តបំផុតគឺផ្លែឪឡឹក 它外面是绿色的。 ខាងក្រៅវាគឺពណ៌បៃតង 里面是红色的。 នៅខាងក្នុងមានពណ៌ក្រហម 西瓜有很多种子。 ផ្លែឪឡឹកមានច្រើនប្រភេទ 它们很甜。 ពួកវាគឺផ្អែមណាស់ 多汁清爽。 វាស្រស់ហើយមានជាតិទឹកច្រើន 我喜欢这种水果，因为它非常美味可口。 ខ្ញុំចូលចិត្តផ្លែឈើប្រភេទនេះពីព្រោះវាឆ្ងាញ់វារសជាតិឆ្ងាញ់ត្រូវមាត់ 谢谢大家，再见。